Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកលេងកោះខាងត្បូងក្នុងប្រទេស New Zealand វីដេអូនេះថតតាំងពីមួយខែមុនបងប្អូនហើយកុំឃើញថាឃើញដើរលេងដើរអីហ្នឹងវីដេអូថតច្រើនបងប្អូនពេលដើរលេងម្ដងហើយនេះនាំបងប្អូនទាំងអស់គ្នាមកលេង Let Take a Photo ទាំងអស់គ្នាតែស្ដាយថ្ងៃដែលខ្ញុំមកហ្នឹងមានព្យុះមានអីបន្តិចបន្តួចអញ្ចឹងមេឃភ្លៀងអួលអាប់ខ្លះហើយទេសភាពវាស្អាតណាស់បងប្អូនហើយពេលខែមានផ្កាមានអីវិញកន្លែងនេះស្អាតណាស់លេតតេកពោហើយថ្ងៃនេះគឺយើងមានដំណើរកំសាន្តពីរកន្លែងបងប្អូនអញ្ចឹងយើងអាចបានថតសពគ្រប់អីទេគឺចេញពីកន្លែងមួយចូលកន្លែងមួយហើយបន្ទាប់ពីយើងមកថតពីលេតតេកពោនឹងហើយក៏ខ្ញុំឆ្ពោះដំណើរទៅម៉ោងខុកទាំងអស់គ្នាឥឡូវនេះកុំតន់អាននាំបងប្អូនទៅម៉ោងខុកមើលបងប្អូនទាំងអស់គ្នាមើលទេសភាពលេខតេកពោទាំងអស់គ្នាបងប្អូននេះមេឃចុះអាប់ចុះអីផងទេសភាពប៉ុណ្ណឹងហើយចុះតម្រាំតែមេឃស្រឡះទៀតបងប្អូនមិនដឹងស្អាតយ៉ាងណាហើយនេះមេឃនៅភ្លៀងរិចណាបងប្អូននៅមានមនុស្សមកលេងហើយស្ដាយណាបងប្អូនពេលដែលខ្ញុំមកដល់កោះខាងជើងហើយចូលធ្វើការវិញណាស្រាប់តែ2អាទិត្យក្រោយមកមេឃធ្លាក់ snow ធ្លាក់អីកន្លែងដែលខ្ញុំថតហ្នឹងបងប្អូនគឺធ្លាក់ snow គ្របដណ្ដប់ដល់ព្រិលអូគួរឲ្យស្ដាយមែនតើបងប្អូនខ្ញុំគោលបំណងខ្ញុំមកលើកក្រោយខ្ញុំចង់ទៅខែមាន snow ជិះតាមផ្លូវមាន snow សងខាងមានព្រិលធ្លាក់អូក្តីបំណងរបស់ខ្ញុំគឺចង់ឃើញអញ្ចឹងណាបងប្អូនតែមានអីទេយើងមកលើកទី1ហើយខ្ញុំក៏មានកម្រងមកឆ្នាំក្រោយខែធ្លាក់ snow ដែរហើយខែនេះក៏ស្អាតដែរបងប្អូនស្លឹកឈើពណ៌មាសទាំងអស់ហើយនេះឃើញក្រៀមផ្កាដែលខ្ញុំប្រាប់ចាំខ្ញុំដាក់រូបឲ្យមើលស្អាតណាស់លទ្ធិកពោគឺគេមកថតកន្លែងផ្កាហ្នឹងហើយថតទេសភាពបឹងគេឡើងខៀវហ្មងហើយនេះមេឃភ្លៀងមកវាអត់ខៀវឥឡូវនេះពួកខ្ញុំរៀបចំចេញទៅវិញហើយបងប្អូនព្រោះអីកុំចាំយូរព្រោះអីមេឃភ្លៀងអត់ទៀងទេម្ដងភ្លៀងម្ដងរាំងម្ដងស្រឡះអញ្ចឹងសង្ឃឹមថាទៅដល់ម៉ោងខុកនឹងស្រឡះចោះអូខេបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយតែមើលទេសភាពសិនបងប្អូនស្អាតណាស់ដូចនៅក្នុងកំណើអត់មានអេឌីតពណ៌អីទេបងប្អូនអើយបាយបាយជួបគ្នាវីដេអូក្រោយ